នេះជាសត្វមួយដ៏មានអំណាចដែលយើងធ្លាប់តែឮក្នុងរឿងព្រេងនិទានប៉ុន្តែចុះបើនេះមានពិតចុះបើយើងរកឃើញទ្វារដែលអាចឆ្លងទៅភពនេះបានតើនឹងមានរឿងអ្វីកើតឡើងក្នុងប្រវត្តិសាស្ត្រខ្មែរយើងគឺសម្បូរទៅដោយភាពអាថ៌កំបាំងរឿងអច្ឆរិយៈព្រេងនិទាននិងទេវកថាជាច្រើនប៉ុន្តែអ្វីដែលលេចធ្លោជាងគេនោះគឺជំនឿលើសត្វនាគទោះបីជានាគបានបាត់ខ្លួនពីប្រទេសយើងនិងពិភពលោកទាំងមូលអស់រយៈពេលរាប់រយរាប់ពាន់ឆ្នាំមកហើយក៏មនុស្សគ្រប់គ្នានៅតែជឿលើវត្តមានរបស់សត្វនាគព្រោះមានរូបចម្លាក់នាគនៅតាមប្រាង្គប្រាសាទជាច្រើនដើម្បីបង្ហាញឲ្យមនុស្សជំនាន់ក្រោយបានឃើញប៉ុន្តែទោះជាយ៉ាងណាក៏យើងគ្រប់គ្នានៅតែមានកូនចិត្តតូចមួយឆ្ងល់ថាតើមាននាគពិតមែនឬនៅថ្ងៃមួយអ្នកស្រាវជ្រាវម្នាក់បានចូលទៅក្នុងប្រាសាទអង្គរវត្តដើម្បីសិក្សាពីចម្លាក់ប្រាង្គប្រាសាទដូចសពដងលុះដល់ល្ងាចឡើងគាត់បានរៀបចំត្រឡប់ទៅផ្ទះវិញតែស្រាប់តែលើសំឡេងរញ្ជួយប្លែកលាន់ខ្ទរសាពេញក្នុងប្រាសាទដោយមានការងឿងឆ្ងល់ជាខ្លាំងគាត់ក៏បានដើររកមើលថាសំឡេងនោះចេញមកពីណាបន្ទាប់ពីដើររកប្រភពសំឡេងអស់រយៈពេលជិត1ម៉ោងអ្នកស្រាវជ្រាវនោះក៏បានឮសំឡេងខ្លាំងជាងមុនចេញពីផ្លូវតូចមួយចុះទៅក្រោមដីដែលផ្លូវនោះជាកន្លែងដែលមិនមានអ្នកណាធ្លាប់ឃើញធ្លាប់ដឹងឮឡើយក្នុងចិត្តគាត់ជាអ្នកស្រាវជ្រាវម្នាក់នេះជាឱកាសដ៏អស្ចារ្យមួយដែលអ្នកស្រាវជ្រាវគ្រប់រូបប្រាថ្នាចង់បានដូចនេះហើយគាត់បានដើរចូលតាមផ្លូវនោះតាមរកសូរសំឡេងនោះបន្តមិនយូរប៉ុន្មានសំឡេងរញ្ជួយនោះឮសូរកាន់តែខ្លាំងបញ្ជាក់តែគាត់ទៅជិតដល់ប្រភពសំឡេងលុះគាត់ដើរដល់រូងងឹតមួយអ្វីដែលគាត់ឃើញមុនគេនោះគឺខ្លោងទ្វារមួយនៅកណ្ដាលរូងនោះកំពុងតែរង្គើហើយបែកផ្កាភ្លើងព្រាបគាត់ក្រឡេកមើលជុំវិញរូងនោះសុទ្ធតែគម្ពីរទំនាយនិងចម្លាក់តាមជញ្ជាំងជាច្រើនអំពីនាគពេលនេះគាត់កំពុងតែរន្ធត់ភាំងភ័ន្តយ៉ាងខ្លាំងធ្វើឲ្យគាត់សឹងតែមិនជឿភ្នែកខ្លួនឯងភ្លាមនោះសំឡេងផ្កាភ្លើងឮឡើងកាន់តែខ្លាំងបែកចេញជាភ្លើងភ្លឺចែកចាំងចេញពីកណ្ដាលខ្លោងទ្វារនោះហើយក៏ចាប់ផ្ដើមមានខ្យល់បក់តាមខ្លោងទ្វារសាស្រាប់តែមានសំឡេងសត្វមួយស្រែកយ៉ាងខ្លាំងធ្វើឲ្យគាត់តក់ស្លុតបែកញើសស្រាក់ស្លេកស្លាំងនឹងទន់ដៃទន់ជើងអស់ពេលគាត់ងាកមើលទៅក្នុងខ្លោងទ្វារនោះប្រលឹងប្រលះគាត់ហោះចេញពីខ្លួនអស់ហើយព្រោះអ្វីដែលគាត់ឃើញនោះគឺទ្វារនោះជាទ្វារដែលឆ្លងទៅភពអច្ឆរិយៈគឺភពនាគ